Bà số đây bom bỏ nó kia số phá cố một căn channel bỏ nhom không video ní nhom bà hai bom bỏ nó kia bẹ pon nâng camera bỏ bọt pra robot Akisni ai chun សម្រាប់បងប្អូននេះដែលប្រើប្រាស់ Akisni ឯកជនសូមប្រើជាមួយកម្មវិធី EACF ដែលបងប្អូននេះអាច download តាមរយៈ App Store និង Play Store បានអូខេអញ្ចឹងបងប្អូននេះអាចចូលមកកាន់កម្មវិធី EACF នេះមកអូខេតោះខ្ញុំបង្ហាញបងប្អូននេះឲ្យចេះមើលនៅក្នុងនេះខ្ញុំមាន3ផ្ទះបាទ3ផ្ទះណាអញ្ចឹងឥឡូវខ្ញុំបង្ហាញបងប្អូននេះពាក់ព័ន្ធនឹងផ្ទះទី1សិននេះបាទនៅខាងក្រោមនេះអញ្ចឹងយើងអាចមើលប្រវត្តិផ្ទឹមគ្នារវាង2025និង2021តើការប្រើប្រាស់របស់យើងយ៉ាងម៉េចអញ្ចឹងពណ៌ក្រហមសម្រាប់2025ហើយពណ៌ខៀវសម្រាប់2026អញ្ចឹងបងប្អូនទាំងអស់គ្នាសង្កេតទាំងអស់គ្នាអញ្ចឹងក្នុងខែ1គឺឆ្នាំ2025តិចបាទទៅពេលខែ2 2026តិចខែ3 2026ច្រើនហើយខែ4 2026តិចបាទបងប្អូនឃើញគីឡូឡើងចុះអញ្ចឹងណាបាទតោះយើងទៅមើលផ្ទះមួយទៀតគេ switch មួយទៀតមកអញ្ចឹង Akisni យើងអាចដាក់ 3-4 ផ្ទះបានក្នុង app តែមួយហ្នឹងបាទឥឡូវយើងចូលទៅមើលមួយទៀតខាងលើអស់ខាងក្រោមនេះយើងឃើញក្នុងខែ1 2025ច្រើនក្នុងខែ2 2025ច្រើនក្នុងខែ3 2026ច្រើនក្នុងខែ4 2026ច្រើនបាទអញ្ចឹងយើងអាចមើលបានផ្ទឹមគ្នានេះក្នុងខែដដែលតែឆ្នាំផ្សេងគ្នារវាង2025និង2026អញ្ចឹងបងប្អូនគ្នាមុននឹងថាភ្លើងឡើងឬក៏ចុះបងប្អូននេះសង្កេតមើលកន្លែងហ្នឹងបាទតោះឥឡូវយើងទៅមើលផ្ទះមួយទៀតបាទខ្ញុំបង្ហាញ3ផ្ទះឲ្យបងប្អូនអស់នេះឃើញបាទទាំងគេទាំងខ្ញុំឆ្ងល់ដែរណាអញ្ចឹងដល់ពេលមាននេះវាស្រួលមួយយ៉ាងដែរតោះឥឡូវទៅមើលផ្ទះមួយទៀតនេះបាទផ្ទះមួយទៀតគឺសន្ទុះឡើងហើយបាទប្រើច្រើនជាងមុនបាទ2026តិចជាង2025ក្នុងខែ1ហើយខែ2លើសឆ្នាំមុន2គីឡូបាទដល់ពេលខែ3កើនជាងឆ្នាំមុនខែ4កើនជាងឆ្នាំមុនបាទអញ្ចឹងនេះការប្រើប្រាស់មានការព្រោះឆ្នាំហ្នឹងមានអារម្មណ៍ថាអាកាសធាតុក្តៅបងប្អូននេះអញ្ចឹងបើសិនជាបងប្អូននេះប្រើច្រើនវាអស់ច្រើនដូចមិញហ្នឹង3ផ្ទះហ្នឹងមានផ្ទះមួយដែលមានតិច3ផ្ទះនេះផ្ទះនេះបាទផ្ទះមួយនេះគឺប្រើតិចទៅចោះអស់តិចវិញឃើញទេបងប្អូនយើងបាទអញ្ចឹងដោយសារយើងប្រើតិចដែរបាទដល់ពេលផ្ទះនោះបាយច្រើនដោយសារយើងប្រើច្រើនកើម៉ាស៊ីនជែកមួយហើយថែមតាហាលថែមអីចឹងណាបាទអញ្ចឹងបងប្អូននេះអាចវិភាគឲ្យមើលសង្កេតមើលកន្លែងហ្នឹងអញ្ចឹងគឺយើងមាន app នេះស្រួលមើលឯងយើងដឹងថាឆ្នាំមុនហើយនឹងខែហ្នឹងដូចគ្នាតើយើងប្រើវាម៉េចវាកើនខុសគ្នាច្រើនកម្រិតណាបាទនេះបើថយកម្រិតណាកើនកម្រិតណាអញ្ចឹងមើលទៅបងប្អូននេះអញ្ចឹងវាស្រួលទេយើងដឹងថាបើសិនជាបងប្អូននេះអត់មាន app នេះទេបងប្អូនទៅរកกระดาษបាទដឹងกระดาษទៅណាបាត់ហើយមួយឆ្នាំហ្នឹងអញ្ចឹងមាន app នេះស្រួលបាទស្រួលខ្ញុំនិយាយថាស្រួលហើយបងលុយក៏ស្រួលដែរនេះមានកន្លែងបងលុយទៀតដូចខ្ញុំអញ្ចឹងចិត្តផុតកំណត់ទៅនេះនៅប្រហែលថ្ងៃទៀតនេះផុតថ្ងៃ15អញ្ចឹងខ្ញុំអត់ទាន់បងទេអញ្ចឹងបើខ្ញុំចង់បងក៏បានដែរឃើញទេខ្ញុំបងតាម QR code ក៏បានខ្ញុំបងតាមធនាគារ Aclida ក៏បានហើយខ្ញុំអាចបងម្ដង3ផ្ទះហ្នឹងខ្ញុំបងម្ដងទៅទាំងអស់ក៏បានដែរបាទខ្ញុំចុចទៅទាំងអស់ហ្មងបាទវាសរុបទឹកលុយអស់40ម៉ឺនជាងហ្នឹងបាទបងម្ដងទៅទាំងអស់នេះបងប្រាក់មកបាទ40ម៉ឺនជាងហ្នឹងទៅទាំងអស់ហ្មងបាទយើងអាចលាក់ QR code ក៏បានតាមធនាគារក៏បានហើយយើងមានពីជំរឿបើសិនបងប្អូនមានធនាគារ Aclida បងទៅតែម្ដងតែបើអត់មានទេបងប្អូននេះ download QR code នេះបងប្អូនចុចវាមកបាទចុចឲ្យ download យកមកទុកហើយបងប្អូននេះចូលទៅកាន់ app ធនាគារបញ្ជូនលុយហ្នឹងតាម QR code ទៅតែម្ដងហើយអត់អស់សេវាទេដោយសារយើងប្រើលក្ខណៈ QR បាទអរគុណច្រើនសង្ឃឹមថាបងប្អូននេះនឹងយល់ខ្លះអរគុណ